ចាថ្ងៃនេះសូមមុខម្ហូបបែបសាបបែបសុខភាពចាញ៉ាំជក់មាត់ឆ្ងាញ់សូម្បីតែកូនពៅរបស់ខ្ញុំគឺថាចូលចិត្តខ្លាំងតែម្ដងចាគឺស្ងោរផ្សិតជាមួយតាំងអោនិងឆ្អឹងជំនីជ្រូកណាបងចាអូយបងធ្លាប់ធ្វើអត់ចារសជាតិឆ្ងាញ់ហើយសម្រាប់ផ្សិតហើយនឹងតាំងអោនេះគឺដាំខ្លួនឯងទេផ្សិតបដោះខ្លួនឯងតាំងអោក៏ដាំខ្លួនឯងដែរចាល្អខ្លាំងណាបងទាំងអស់គ្នាហើយមកមើលរបៀបធ្វើគឺងាយស្រួលសំខាន់រសជាតិឆ្ងាញ់ហើយល្អសម្រាប់សុខភាពចាដាក់មករៃតិចយើងហត់ក្តៅបងអើយគឺថាស្រួលខ្លួនខ្លាំងតែម្ដងបែកញឹកខ្ចាយចាពិសេសកូនពៅរបស់ខ្ញុំគឺថាចូលចិត្តខ្លាំងតែម្ដងតិចបងអត់ចេះញ៉ាំតាំងអោគឺចាញ់កូនពៅខ្ញុំហើយចាកូនពៅរបស់ខ្ញុំគឺថាចូលចិត្តខ្លាំងតែម្ដងចាហើយសម្រាប់ការធ្វើគឺងាយបងចាឆ្អឹងជំនីជ្រូកគឺខ្ញុំយកមកលាយគ្រឿងចាជាមួយម្រេចជាមួយម្សៅស៊ុបហើយនឹងខ្ទឹមចាហើយដំបូងយើងតាមទឹកមកខ្ញុំមានជាមួយនឹងបាកាទូចហ្នឹងគឺខ្ញុំដាក់ខ្ញុំចូលចិត្តក្លិនរបស់វាចាខ្ញុំដាក់តិចមកហើយយើងតាមខ្ទឹមដាក់4 5 កាពឹសមកហើយនឹងដុំស៊ុបចាយើងដាក់ដុំស៊ុបមកដុំមកចាហើយនៅពេលដែលពុះគឺយើងដាក់សាច់នឹងចូលមកបងចាហើយខ្ញុំដួសពពុះលើចេញតិចមកចាហើយយើងដាក់ល្ងសាច់ឲ្យផុយណាបងចាល្ងសាច់ឲ្យផុយទៅចាំយើងដាក់ជាមួយនឹងផ្សិតរបស់យើងចាយើងដាក់ជាមួយផ្សិតរបស់យើងហើយបញ្ជាក់បន្តិចបងសម្រាប់តាំងអោបងកុំតន់ដាក់បើសិនជាបងអត់តន់ញ៉ាំទេកុំតន់ដាក់ភ្លាមចាំពេលញ៉ាំចាំយើងដាក់ព្រោះតាំងអោតែយើងដាក់ឲ្យអត់ញ៉ាំគឺរសជាតិវាអត់សូវឆ្ងាញ់ទេតែបើយើងដាក់ហើយញ៉ាំភ្លាមគឺរសជាតិរបស់វាគឺឆ្ងាញ់តែម្ដងចាយើងស្ងោរកុំយករសជាតិដិតណាបងយករសជាតិរាងស្រាសាបមកចាហើយដាក់មករយតិចមកបងចាហត់ក្តៅចាបែកញើសឆ្ងាញ់តែម្ដងស្រួលខ្លួនសំខាន់ចាថែមមុខទៀតជាមួយត្រីងៀតសម្រាប់ខ្ញុំថ្ងៃនេះខ្ញុំបានត្រីដែងប្រឡាក់បងចារសជាតិពីរមុខហ្នឹងគឺថាត្រូវគ្នាខ្លាំងតែម្ដងចារសជាតិឆ្ងាញ់អានេះខ្ញុំញ៉ាំភ្លាមខ្ញុំដាក់ផ្សិតឆ្អិនហើយបន្ទាប់មកខ្ញុំដាក់តាំងអោចាដាក់តាំងអោជាមួយនឹងស្លឹកខ្ទឹមហើយជាការស្រេចបងកុំភ្លេចសាកធ្វើទាំងអស់គ្នាញ៉ាំណាចាហើយតាំងអោនេះដោយសារម្ដាយរបស់ខ្ញុំដាំផ្ទាល់អញ្ចឹងហើយគឺរៀងហូបញឹកចាស៊ុបផងចាស្ងោរផងចារៀងញឹកដែរដោយសារគ្រួសារចូលចិត្តពិសេសនេះកូនពៅរបស់ខ្ញុំនេះបងអើយចូលចិត្តខ្លាំងតែម្ដងគឺខ្ញុំស្ងោរបែបសាបអញ្ចឹងគាត់ហត់តទេគាត់ដាក់ញ៉ាំមួយបាយយេចាហត់តទេទៅគាត់ថារសជាតិឆ្ងាញ់ចាញ៉ាំហើយមានអារម្មណ៍ថាស្រឡះស្រួលខ្លួនអញ្ចឹងបងកុំភ្លេចសាកធ្វើ